សូមជូនសៀវភៅដួងហឫទ័យនៃអ្នកមានគុណលោកឪពុកពន្លឺរស្មីនៃព្រះអាទិត្យមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភពផែនដីនិងមនុស្សទាំងឡាយដែលរស់នៅលើផែនដីនេះពេលណាដែលព្រះអាទិត្យរះឡើងបញ្ចេញពន្លឺរស្មីសាយភាយពេញផ្ទៃនភាឡាយផែនដីទាំងមូលក៏មានភាពស្រស់បំព្រងពេញទៅដោយសោភ័ណភាពល្អត្រកាលកំចាត់បងនូវភាពងងឹតអន្តការអស់ពីផែនដីបន្សល់នូវតែភាពស្រស់ស្អាតក្រៃលែងដែលចាំងចែងទៅដោយពន្លឺព្រះអាទិត្យមនុស្សម្នាផងទាំងឡាយក៏ចេញធ្វើដំណើរទៅប្រកបការងារចិញ្ចឹមជីវិតតាមមធ្យោបាយរៀងៗខ្លួនតែប្រសិនបើថ្ងៃណាមួយព្រះអាទិត្យមិនរះឡើងនោះតើភពផែនដីទាំងមូលនឹងទៅជាយ៉ាងណាទៅប្រកាសជាងងឹតសូន្យឈឹងមើលអ្វីលែងឃើញមិនខានហើយតើមនុស្សយើងអាចរស់នៅទៅបានទេប្រសិនបើព្រះអាទិត្យមិនរះឡើងរហូតនោះសេចក្តីលំបាកវេទនាភាពដែលគួរឲ្យរន្ធត់តក់ស្លុតភ័យខ្លាចនឹងមានប្រកាសឡើងនៅលើផែនដីនេះជាមិនខានសេចក្តីនេះយ៉ាងណាជីវិតរបស់កូនដែលមានពន្លឺរស្មីដោយសារមានពុកក៏យ៉ាងនោះដែរពុកគឺជារស្មីនៃដួងជីវិតរបស់កូនគ្រប់ពេលដែលកូននៅក្បែរពុកតែងផ្ដល់ភាពកក់ក្ដៅដល់កូនជានិច្ចមិនតែប៉ុណ្ណោះពុកថែមទាំងផ្ដល់ដំបូន្មានល្អៗដល់កូនទៀតផងពេលខ្លះពុកធ្វើការធ្វើខឹងដាក់កូនតែក្នុងចិត្តរបស់ពុកគឺចង់ឲ្យកូនល្អពុកពិតជាមនុស្សល្អយ៉ាងក្រៃលែងណាស់សម្រាប់កូនព្រោះរាល់កាយវិការប្រព្រឹត្តរបស់ពុកមកលើកូនគឺបង្កប់ទៅដោយភាពមេត្តាករុណាការស្រឡាញ់ការអាណិតអាសូរចំពោះកូនពុកជាវីរៈបរិសុទ្ធដែលចាំជួយកូនរាល់ពេលដែលកូនមានសេចក្តីទុក្ខលំបាកព្រោះរាល់ពេលដែលកូនមានទុក្ខលំបាកម្ដងពុកតែងជួយសម្រាលទុក្ខកូនជានិច្ចមិនទុកកូនចោលឲ្យនៅម្នាក់ឯងឡើយពុកមានដួងហឫទ័យស្មោះសរល្អបរិសុទ្ធចំពោះកូនរកអ្វីផ្ទឹមគ្មានឡើយព្រោះកែភ្នែកទាំងគូរបស់ពុកដែលសម្លឹងមើលមកកូនគឺមានភាពស្រទន់ពោពេញដោយក្តីស្រឡាញ់វាចាដែលពុកនិយាយមករកកូនក៏មិនបង្កប់ដោយភាពពឹសពុលតែងដកជាប់ដោយការអប់រំជានិច្ចពុកលំបាកក្នុងការធ្វើការងារក្តៅរងារងទុក្ខក្រំគ្រាធ្លាក់ខ្លួនឈឺមិនសូវជាយ៉ាងណាក៏ពុកនៅតែញញឹមក្នុងការធ្វើការងារនោះដោយភក្តីភាពព្រោះពុកធ្វើដើម្បីជីវិតកូនពុកតស៊ូចិញ្ចឹមកូនដែលមិនត្អូញត្អែថាលំបាកនឿយហត់ឡើយពុកចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំដឹងក្តីដោយកម្លាំងញើសឈាមរបស់ពុកលះបង់ទាំងពេលវេលាលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តបូជាជីវិតចំពោះកូនឲ្យកូនបាននៅសេចក្តីសុខបាននៅភាពកក់ក្ដៅពុកធ្វើអ្វីតែងតែគិតដល់កូនជានិច្ចពុកគិតអំពីជីវិតកូនគិតពីអនាគតរបស់កូនគិតខ្លាចកូនឈឺសុខភាពមិនល្អខ្លាចកូនមិនបាននៅសេចក្តីសុខខ្លាចកូនរស់នៅមិនកក់ក្ដៅគិតខ្លាចកូនបរិភោគអាហារមិនគ្រប់គ្រាន់ពុកគិតគ្រប់បែបយ៉ាងជុំវិញជីវិតកូនពុកតែងមានបំណងល្អចង់ឲ្យកូនបាននៅសេចក្តីសុខគ្រប់ពេលចង់ឲ្យកូនមានជីវិតមួយដ៏ល្អក្នុងការរស់នៅបន្តវង្សត្រកូលនិងប្រាថ្នាចង់ឲ្យកូនជាមនុស្សល្អនៅក្នុងក្រុមគ្រួសារនិងជាមនុស្សល្អនៅក្នុងសង្គមជាពិសេសពុកចង់ឲ្យកូនជាអ្នកដឹងល្អដឹងអាក្រក់ដឹងទាបដឹងខ្ពស់ដឹងគុណដឹងទោសនិងដឹងខុសត្រូវពុកតែងដាស់តឿនក្រើនរំលឹកកូនជារៀងរាល់ថ្ងៃឲ្យកូនប្រឹងប្រែងសិក្សារៀនសូត្រព្រោះគ្មានអ្វីដទៃដែលអាចជួយជីវិតកូនជារៀងរហូតបានក្រៅអំពីចំណេះវិជ្ជាឡើយពុកអាចជួយកូនបានតែពេលដែលពុកនៅមានជីវិតប៉ុណ្ណោះលុះពុកអស់ជីវិតទៅពុកមិនអាចជួយកូនបានទៀតឡើយគឺមានតែចំណេះវិជ្ជាទេដែលអាចជួយកូនជំនួសពុកបានពុកគ្មានអ្វីល្អប្រគល់ឲ្យកូនក៏ពិតមែនតែពុកបានប្រគល់នូវជីវិតមួយដ៏ល្អប្រសើរដល់កូនដែលធ្វើឲ្យកូនមានថ្ងៃនេះគ្រប់ពេលវេលាដែលកូននៅជាមួយពុកកូនស្គាល់តែភាពថ្នាក់ថ្នមនិងភាពកក់ក្ដៅដែលពុកបានផ្ដល់ឲ្យកូនតែពេលវេលាដែលកូនបែកពីពុកកូនមិនបានស្គាល់និងមិនដែលបានទទួលភាពកក់ក្ដៅពីនរណាម្នាក់ឲ្យដូចជាពុកឡើយកូនស្គាល់តែភាពល្វីងជូរចត់ដែលកើតមានប្រកបនៅក្នុងជីវិតកូននៅពេលដែលអត់មានពុក
ព្រោះតែដើម្បីជីវិតកូនមិនថាពុកត្រូវស្លាប់ទាំងខ្លួនក៏ពុកហ៊ានទទួលរងជំនួសកូនដែរទោះពុកត្រូវធ្វើជាខ្ញុំបម្រើគេជាកូនឈ្នួលដាច់ថ្លៃរបស់គេក៏ពុកគ្មានរារែកឡើយឲ្យតែពុកអាចចិញ្ចឹមកូនបានរស់ប៉ុណ្ណឹងគឺល្អប្រសើរណាស់សម្រាប់ពុកទើសត្រូវឈឺឬងាដេកវេទនានៅលើគ្រែហើយក៏ដោយក៏ពុកនៅតែគិតព្រួយបារម្ភពីកូនជានិច្ចខ្លាចកូនគ្មានអ្នកជួយថែរក្សាខ្លាចកូនលំបាកនៅពេលដែលគ្មានរូបពុកហេតុអ្វីបានជាពុកល្អចំពោះកូនម្ល៉េះហើយហេតុអ្វីបានជាកូនខ្លះមើលមិនឃើញអំពីសេចក្តីល្អរបស់ពុកអញ្ចឹងឬមួយក៏កូនគិតថាពុកចាស់ជរាហើយនៅធ្វើការងារឲ្យកូនមិនបានយូរទេដូច្នេះហើយពុកគ្មានប្រយោជន៍អ្វីសម្រាប់កូនទៀតឡើយនេះហើយឬជាការតបស្នងរបស់កូនមកលើពុកការលះបង់ដ៏ធំធេងរបស់ពុកវាគ្មានន័យអ្វីសម្រាប់កូនទេឬពុកតែម្នាក់អាចចិញ្ចឹមកូនដល់10 20នាក់រស់ចុះហេតុអ្វីបានជាកូន10 20នាក់ចិញ្ចឹមពុកតែម្នាក់មិនរស់តើវាមិនអយុត្តិធម៌ពេកទេឬចំពោះពុកការលះបង់របស់ពុកចំពោះកូនគឺវាគ្មានព្រំដែនឡើយតែចំពោះកូនវិញបានលះបង់អ្វីខ្លះដើម្បីពុកហើយឬនៅពេលដែលពុកឈឺពុកមិនសូមឲ្យកូនយកអ្វីមកជូនពុកឡើយពុកសូមត្រឹមតែបានឃើញមុខកូនប៉ុណ្ណឹងពុកអស់ចិត្តហើយព្រោះពុកស្រឡាញ់កូនពុកត្រូវការកូនពុកចង់ឃើញមុខកូនមុនពេលដែលពុកឃ្លាតឆ្ងាយពីកូនទៅតើកូនឮទេកូនស្ដាប់ឲ្យច្បាស់ណាស់ថាពុកពិតជាស្រឡាញ់កូនខ្លាំងណាស់នេះហើយគឺជាដួងហឫទ័យពិតប្រាកដរបស់លោកឪពុកពុកជារស្មីនៃជីវិតកូនពុកតែងថែធួនបុត្រស្ងួនចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបុត្រថ្លៃគ្រប់គ្នាពុកពិតចិត្តស្មោះចំពោះកូនណាស់ពុកគឺជាព្រះតែងជួយការពារពុកឃុំក្រងកូនគ្រប់ពេលវេលាពុកទុកក្រំគ្រាវេទនាអំពុលពុកអើយពុកល្អនឹងកូននេះម្លេះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនបុត្រស្ងួននិមលពុកសែនខ្វាយខ្វល់ដល់កូនគ្រប់ប្រាពុកជាអ្នកក្លាហានរបស់កូននឹកពុកធ្លាប់ពោកាលកូននៅតូចនឹកពុកធ្លាប់ហួចសៀងដល់ពីរោះនឹកពុកធ្លាប់ឲ្យក្តីអនុគ្រោះនឹកពុកដល់ស្មោះអស់ពីចិត្តកូនកាលកូននៅតូចពុកលើកកូនពោកាលកូនរៀនឈរពុកតោងសណ្ដូនកាលកូនផ្លាត់ជើងពុកទាញដៃកូនពេលកូនឈឺគ្រុនពុកថ្នមបំបីពុកគឺអ្នកខ្លាហានរបស់កូនពុកគឺជាក្បូនឆ្លងបុត្រប្រុសស្រីទោះជាគ្មានម៉ែពុកថែលោកលីពុកអធិស្ឋានដល់កូនទាំង5ឆ្នាំនោះជន់ធំលិចស្ពានឫស្សីប្អូនតូចពុក3អោបជាប់ទ្រូងមុំលើស្មាបញ្ជីប្អូនស្រីនឹងខ្ញុំឯបងធំពុកកាន់ហាត់ថាពុកក៏នៅក្មេងកូនក៏នៅក្មេងពុកខំលីសែងបែងទិញអាហារលុយខ្លះពុកទុកកូនទៅសាលាពុកពិតអស្ចារ្យប្រាជ្ញាវៀងវៃពុកជាលោកគ្រូដល់ឆ្នើមចំណានពុកជាកល្យានដល់ឆ្នើមប្រពៃពុកបំភ្លឺផ្លូវដល់កូនប្រុសស្រីពុកផ្ដល់រស្មីឲ្យកូនភ្លឺស្វាងពុកបងរៀនកូនឲ្យស្គាល់ចាស់ទុំចេះជួយសង្គមប្រឹងជួយកសាងពុកជាជំហរឈរជាតំណាងពុកទប់ជើងកាងឲ្យបាក់អាត្មាពុកបងរៀនកូនឲ្យស្រឡាញ់គ្នាកំបីនិន្ទាមិត្តគ្រប់រូបាថែទាំបរិស្ថានសម្បត្តិខេមរាពុកជាអាចារ្យចេះធម៌វិន័យពុកណែនាំកូនឲ្យចេះសន្តោសរៀនអនុគ្រោះខ្ពស់ភាពអភ័យរៀនចេះដាក់ខ្លួនយល់ញាតប្រុសស្រីទុកអ្នកដតីលៃបែងចិន្តាពុកមិនដែលត្អូញឲ្យកូនលឺទោះជាពុកឈឺក៏មិនវាចាក្រែងកូនខ្វល់ខ្វាយคล้ายជាសោកាសែនអនិច្ចាពុកជួបតែកម្មពេលល្ងាចទុនទេថ្ងៃជ្រាយសូសែងពុករត់ប្រឡែងច្រៀងលេងប្រចាំពុកតែងថ្នាក់ថ្នមបីបំថែទាំពុកជាព្រះព្រំកូនភ្លេចមិនបានពុកនៅម្នាក់ឯងមិនស្វែងរកស្រីថែកូនប្រពៃថ្លៃស្មើនឹងប្រាណពុកស្មោះនឹងកូនចិត្តមិនសមានពុកជាកល្យានដ៏ល្អក្នុងលោក
កូនមិនសប្បាយស្រែកទួញយំយែកពុកជូតទឹកភ្នែករំលែកក្តីសោកក្នុងដួងចិត្តពុកស្រណោះស្រណោកព្យុះកម្មបោះបោកឲ្យពុកវេទនីអទ្វីបលោកដ៏សែនកំណាចអើយចិត្តពុកឥតស្បើយសោះឡើយក្រំគ្រីថែទាំកូនស្ងួនសពទិនទិវីទោះក្តៅរងាក៏ពុកទ្រាំក្រោកម៉ែស្លាប់ច្រើនឆ្នាំពុកចាំចិត្តក្បែរពុកសន្យាម៉ែកុំអោយវិយោគពុករួមសុខទុក្ខរួមក្តីសោយសោកព្យុះគោបក់បោកពុកក្រោកពាំងភ្លៀងពុកគឺជាមហាមិត្តចិត្តល្អស្មោះសុភាពបរោះឥតមានចិត្តល្អៀងពុកជាព្រះព្រំចិត្តធ្ងន់មិនផ្អៀងក្តៅរងាភ្លៀងទៀងតែមានពុកស្រឡាញ់កូនដ៏ស្មើគ្នាពុកមិនផ្ដន់ទាចងជាទំនុកមានអ្វីបន្តិចលេចច្បិចឲ្យសុខនៅចំពោះមុខពុកគឺជាព្រះអាសូរចិត្តពុកស្វែងសុខជូនកូនយប់ថ្ងៃបងប្អូនតែងតែសំពះពុកជាព្រះព្រំដែលនៅក្នុងផ្ទះពុកមានដេកជះក្រាស់ដោយគុណធម៌បើគុំមានពុកផ្ដល់ក្តីមេត្តាម្លេះកូនគ្រប់គ្នាពិតមិនបានល្អទាំងចំណេះដឹងថ្លៃថ្លាបវរព្រោះចិត្តស្មោះសរពុកដ៏អត់ដំពុកអើយពុកកូនខមាទុទង្វើជ្រុលជ្រុះលឹះលប់មិនសមទាំងចិត្តចេតនាអចេតនាផ្គុំអរគុណព្រះព្រំទ្រនំជីវិតឥឡូវកូនធំពេញរូបរាងរើខ្លះខ្លាយជាឪជាម៉ែគីពិតកូនបានយល់ទៅដល់ទឹកចិត្តពុកធ្លាប់អាណិតចិត្តចង់ថែកូនគ្រានេះកូនធំកុំកើងសប្បាយប្អូនខ្លះក៏ខ្លាយទីហ៊ានសាក់4ឯកូនធំការដុំកំភួនតែចិត្តកូនសែនស្រណោះពុកសូមពុកបានសុខនឹងស្រណុកចិត្តពុកខំស្វែងស្វិតរកធរអាទុកបើពុកខ្វះអ្វីកូនជួយពុកផ្លូវរួចចាក់ទុកគឺពុតអវាទគុណធម៌ពុកទុកដូចមេឃបូកដីកូនលើកម្រាមដៃថ្លៃថ្លាល្អស្អាតពុកគឺព្រះគ្រូតាមផ្ដល់អវាទកូនសំពះបាទាលោកឪពុកឧត្តមកំណាព្យនេះនិពន្ធដោយសួងដេវីតម៉ែជាពាក្យដែលមានអត្ថន័យខ្លឹមសារសំខាន់ខ្លាំងណាស់ចំពោះកូនជាពាក្យដែលពីរោះរណ្ដំលាយឡំផ្សំទៅដោយភាពផ្អែមល្ហែមដែលសើមជ្រួតជ្រាបដកជាប់នៅក្នុងដួងចិត្តរបស់កូនពេលណាដែលកូននឹកឃើញដល់ម៉ែសេចក្តីទុក្ខសោកខ្វល់ខ្វាយកង្វល់ទាំងឡាយក៏រសាយអស់ពីក្នុងចិត្តរបស់កូនព្រោះម៉ែជាអ្នកមានគុណដ៏ធំក្រៃលែងចំពោះកូនម៉ែជាអ្នកផ្ដល់កំណើតឲ្យកូនម៉ែជាអ្នកឲ្យនូវជីវិតដល់កូនឲ្យនូវសេចក្តីស្រឡាញ់គ្រប់យ៉ាងដល់កូនរស់រៀនមកដល់សពថ្ងៃនេះក៏ដោយសារមានម៉ែលំបាកក្នុងការចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំពេលខ្លះម៉ែសឹងតែគ្មានអ្វីឲ្យកូនបរិភោគព្រោះម៉ែក្រគ្មានទ្រព្យសម្បត្តិដើម្បីចិញ្ចឹមកូនឲ្យបានសុខស្រួលតែម៉ែនៅតែខំប្រឹងប្រែងដោយភាពអំណត់អត់ធ្មត់យ៉ាងក្រៃលែងក្នុងការស្វែងរកអាហារមកចិញ្ចឹមកូនម៉ែហត់នឿយលំបាកខ្លាំងណាស់ទម្រាំតែចិញ្ចឹមកូនរស់ដល់ឥឡូវជីវិតរបស់ម៉ែសឹងតែរលត់ផុតអំពីផែនដីលែងបានឃើញពន្លឺថ្ងៃលែងបានឃើញមុខកូនដែលជាដួងចរណៃនៃដួងចិត្តម៉ែក៏អាចថាបានដោយសារម៉ែមានចិត្តល្អចំពោះកូនហ៊ានបូជាជីវិតឥតស្ដាយស្រណោះចំពោះកូននិងហ៊ានធ្វើអ្វីដើម្បីកូនគ្រប់យ៉ាងដូច្នេះហើយទើបម៉ែមានឈ្មោះថាជាព្រះរស់របស់កូនជាព្រះនៅក្នុងផ្ទះដែលចាំជួយថែរក្សាកូនគ្រប់ពេលវេលាពេលកូនជួបឧបសគ្គនានាកូនតែងបន់ព្រះសំពះទេវតារតីឲ្យមកជួយកូនតែកូនបែរជាភ្លេចព្រះដែលកូនរស់នៅជាមួយរាល់ថ្ងៃទៅវិញកូនមិនបានដឹងថាព្រះដែលចាំជួយថែរក្សាកូនរហូតគឺមានតែព្រះនៅក្នុងផ្ទះប៉ុណ្ណោះព្រះនៅក្នុងផ្ទះជួយកូនដោយមិនចាំបាច់កូនបន់ស្រន់សែនព្រានសំពះថ្វាយបង្គំសូមឡើយឲ្យតែម៉ែដឹងថាកូនមានសេចក្តីទុក្ខលំបាកនៅក្នុងជីវិតម៉ែតែងតែគិតគូរពីកូនរហូតម៉ែពិបាកចិត្តជាងកូនទៅទៀតព្រោះម៉ែប្រឹងប្រែងរកមធ្យោបាយជួយកូនឲ្យផុតអំពីសេចក្តីទុក្ខលំបាកនេះហើយ
គឺជាសន្តានចិត្តព្រះនៅក្នុងផ្ទះរបស់យើងគ្រប់ពេលវេលាម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមកូនទោះបីក្នុងកលៈទេសៈណាក៏ដោយឲ្យតែម៉ែអាចចិញ្ចឹមកូនរស់គឺម៉ែមិនខ្វល់ឡើយមិនថាក្តៅមិនថារងាម៉ែពុះពៀគ្រប់ឧបសគ្គដើម្បីបានប្រាក់យកមកចិញ្ចឹមកូនជីវិតរបស់ម៉ែផ្សារភ្ជាប់ទៅដោយជីវិតរបស់កូនពេលកូនឈឺម៉ែក៏ឈឺជាមួយនឹងកូនពេលកូនយំម៉ែក៏យំជាមួយនឹងកូនហើយពេលដែលកូនសប្បាយរីករាយម៉ែក៏សប្បាយរីករាយជាមួយនឹងកូនដែរម៉ែរួមសុខរួមទុក្ខជាមួយនឹងកូនគ្រប់ពេលវេលាទោះបីជាវេលាថ្ងៃឬក៏វេលាយប់ម៉ែបារម្ភសុខទុក្ខកូនជានិច្ចកាលម៉ែមិនទាន់មានកូនម៉ែតែងបារម្ភពីជីវិតម៉ែខ្លាចលំបាកខ្លាចនឿយហត់តែពេលដែលម៉ែមានកូនជីវិតរបស់ម៉ែលែងខ្លាចលំបាកនឿយហត់អ្វីទាំងអស់ម៉ែភ្លេចគិតពីជីវិតខ្លួនឯងព្រោះម៉ែរវល់គិតតែពីជីវិតកូនជីវិតរបស់កូនគឺពិតជាសំខាន់ជាងអ្វីទាំងអស់ទោះកូនអាក្រក់ល្អសខ្មៅត្រូវខុសក៏កូននៅតែជាកូនរបស់ម៉ែម៉ែនៅតែស្រឡាញ់កូនមិនប្រែប្រួលឡើយទោះម៉ែស្ថិតនៅក្នុងជីវភាពដ៏សែនលំបាកយ៉ាប់យ៉ាប់ក្រអត់ឃ្លានដុនដាបខ្លាំងកម្រិតណាក៏ដោយក៏ម៉ែមិនបោះបង់កូនចោលឡើយម៉ែប្រឹងប្រែងចិញ្ចឹមកូនដោយញើសឈាមរបស់ម៉ែរហូតកូនមានជីវិតដល់សពថ្ងៃនេះតើកូនដឹងទេថាជីវិតរបស់កូនដែលមានមកដល់សពថ្ងៃនេះវាបង្កប់ទៅដោយភាពល្វីងជូរចត់នៅក្នុងជីវិតរបស់ម៉ែយ៉ាងណាខ្លះយើងសាកស្រមៃមើលទៅថាការដែលយើងស្ថិតនៅក្នុងផ្ទៃពោះរបស់ម៉ែនៅក្នុងគ្រានោះតែយើងធ្វើឲ្យម៉ែរងទុក្ខពិបាកដោយសារយើងយ៉ាងណាខ្លះហើយការដែលយើងប្រសូតចេញចាក់ផ្ទៃរបស់ម៉ែតើម៉ែឈឺខ្លាំងប៉ុណ្ណាម៉ែរងទុក្ខវេទនាខ្លោចផ្សាប៉ុណ្ណាទម្រាំតែម៉ែចម្លងកូនផុតពីសមុទ្រគ្រោះថ្នាក់ជីវិតរបស់ម៉ែសឹងតែខ្លាចទៅជាចំណីរបស់មច្ចុរាជទៅហើយនេះគឺជារឿងពិតដែលកូនប្រុសស្រីទាំងឡាយមិនអាចបដិសេធបានពីព្រោះអ្នកណាដែលថាមិនធ្លាប់មានម៉ែអ្នកណាដែលថាមិនកើតចេញពីផ្ទៃពោះរបស់ម៉ែគឺមិនមានឡើយដូច្នេះហើយរឿងអីដែលយើងត្រូវបំភ្លេចម៉ែរឿងអីដែលយើងត្រូវធ្វើបាបចិត្តម៉ែធ្វើឲ្យម៉ែលំបាកចិត្តដោយសារយើងព្រោះអ្វីដែលយើងមានរាល់ថ្ងៃនេះគឺដូរដោយញើសឈាមនិងជីវិតរបស់ម៉ែមុននឹងម៉ែមានកូនតើកូនដឹងទេថាម៉ែធ្វើអ្វីខ្លះមុនពេលដែលកូនកើតមកម៉ែតែងធ្វើនៅហេតុការណ៍ដែលគួរឲ្យកត់សម្គាល់ច្រើនយ៉ាងណាស់ដូចជាម៉ែកាលប្រាថ្នាចង់បានផលគឺកូនរមែងនមស្ការទេវតាដើម្បីសូមកូនម៉ែសួរនៅនខត្តរិកទាំងឡាយផងសួរនៅរដូវនិងឆ្នាំទាំងឡាយផងថាតើកូនកើតមកក្នុងរឹកណាក្នុងរដូវណាក្នុងឆ្នាំណាទើបបាននៅអាយុវែងម៉ែរងទុក្ខដោយសារមាននៅរដូវកាលម៉ែមាននៅរដូវហើយក៏រមែងមានការតាំងគល់ឡើងហើយម៉ែក៏មានការចាញ់គល់ហូបមិនបានសម្រានមិនលក់ក្នុងខ្លួនម៉ែក្តៅណាស់ដូចជាភ្លើងឆេះទាំងរស់ព្រោះម៉ែចាញ់គល់ម៉ែមានការស្រឡាញ់កូនថ្នាក់ថ្នមកូនដែលកើតក្នុងពោះរបស់ខ្លួនព្រោះហេតុនោះឯងទើបម៉ែមានឈ្មោះថាសុហទាគឺស្ត្រីមានចិត្តល្អម៉ែរក្សាគល់អស់1ឆ្នាំឬជិត1ឆ្នាំហើយទើបបានឆ្លងទន្លេសម្រាលកូនព្រោះហេតុនោះទើបម៉ែមានឈ្មោះថាចនយន្តីឬចនិតីប្រែថាស្ត្រីជាអ្នកឲ្យកូនបានកើតមកម៉ែជាអ្នកដែលលំបាកនឿយហត់ដោយសារកូនច្រើនជាងអ្នកណាទាំងអស់ម៉ែលំបាកក្នុងការពោផ្ទៃកូនអស់ជាច្រើនខែម៉ែលំបាកក្នុងពេលដែលកូនកើតចាក់ផ្ទៃរបស់ម៉ែម៉ែលំបាកក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនម៉ែលំបាកតាំងពីកូនតូចរហូតដល់កូនធំទម្រាំតែម៉ែចិញ្ចឹមកូនបានរស់ម៉ែត្រូវរងនូវការលំបាកច្រើនណាស់ម៉ែជាអ្នកដែលកូនត្រូវការប្រាថ្នាចង់នៅជាមួយជារៀងរហូតពេលវេលាដែលកូនរស់នៅជាមួយម៉ែហាក់វាដូចជាខ្លីណាស់ព្រោះពេលវេលាដែលកូនធ្វើឲ្យម៉ែសប្បាយចិត្តគឺតិចតួចបំផុតតែពេលវេលាដែលកូនធ្វើឲ្យម៉ែពិបាកចិត្តច្រើនហួសនឹងថ្លែងច្រើនលើកច្រើនគ្រាហើយដែលកូនធ្វើឲ្យម៉ែយំ
កូនធ្វើឲ្យម៉ែលំបាកទាំងផ្លូវកាយលំបាកទាំងផ្លូវចិត្តកូនធ្វើឲ្យម៉ែគិតពីកូនព្រួយបារម្ភពីកូនដួងចិត្តរបស់ម៉ែត្រូវខ្ទេចខ្ទាំស្ទើរទ្រាំមិនបានក៏ដោយសារតែកូនទឹកភ្នែករបស់ម៉ែហូរស្ទើរខ្សោះអស់ពីខ្លួនក៏ដោយសារតែកូនតើកូនដឹងទេថាការឈឺចាប់របស់ម៉ែវាមានទំហំធំប៉ុណ្ណាគឺវាខ្លោចផ្សាណាស់ពេលដែលកូនធ្វើបាបចិត្តម៉ែកូនណាយម៉ែសូមអង្វរណាឈប់ធ្វើបាបម៉ែទៀតទៅកូនមិនអាណិតម៉ែខ្លះទេឬក្នុងកែវភ្នែករបស់កូនមានដែលមើលឃើញពីសេចក្តីទុក្ខលំបាករបស់ម៉ែដែរទេកូនមានអារម្មណ៍យ៉ាងណាពេលដែលកូនឃើញទឹកភ្នែករបស់ម៉ែស្រក់ហូរយំសោកដោយសារកូនប៉ុណ្ណឹងបានហើយកូនហើយឈប់ទៅណាកូនឈប់ឲ្យម៉ែលំបាកដោយសារកូនទៀតទៅឈប់សេពគ្រឿងញៀនឈប់ជុកអភិនឈប់ញៀនយ៉ាម៉ាឈប់ផឹកសូរ៉ាឈប់តវ៉ាជាមួយនឹងម៉ែអូឈប់ឲ្យម៉ែសោកសៅទៀតទៅការឈឺចាប់របស់ម៉ែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយឈប់បន្ថែមការឈឺចាប់ឲ្យម៉ែកាន់តែខ្លាំងជាងនេះទៅទៀតណាកូនកូនទាំងឡាយតើអ្នកមានដឹងទេថាអ្នកម្ដាយរបស់យើងលះបង់អ្វីខ្លះដើម្បីយើងអ្នកសាករកនឹកទៅមើលថាតម្រាំតែយើងមានថ្ងៃនេះយើងធ្វើឲ្យអ្នកម្ដាយរបស់យើងលំបាកយ៉ាងណាខ្លះទាំងជីវិតទាំងការងារទាំងកម្លាំងញើសឈាមម៉ែបូជាទាំងអស់ចំពោះយើងហើយជាពិសេសតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះអ្នកមានដឹងទេថាកាយវិការប្រព្រឹត្តរបស់ម៉ែលើអ្នកមានអ្វីខ្លះកាលអ្នកនៅពីតូចមិនថាអ្នកទៅណាមកណាស្ត្រីម្នាក់នេះមិនអោយអ្នកនឿយហត់ឡើយស្ត្រីម្នាក់នេះតែងអោបត្រកង់3ពោះអ្នកជានិច្ចមិនថាអ្នកធំហើយក៏ដោយក៏ស្ត្រីម្នាក់នេះនៅតែអោបប្រសពអ្នកជានិច្ចដែរឲ្យតែមានឱកាសមិនថាអ្នកកើតទុក្ខឬមិនសុខចិត្តឬមានវិបត្តិបញ្ហាអ្វីមួយក្នុងជីវិតរបស់អ្នកក៏ដោយស្ត្រីម្នាក់នេះនៅតែអាចជួយអ្នកបានគ្រប់ពេលមិនថាអ្នកនៅតូចឬធំមានក្រុមគ្រួសារហើយមានសេចក្តីសុខសប្បាយឬមានការខ្វល់ខ្វាយក្នុងរឿងអ្វីមួយក៏ដោយស្ត្រីម្នាក់នេះនៅតែគិតពីអ្នកជានិច្ចមិនថាអ្នករឹងមាំអាចឈរខ្លួនឯងបានហើយក៏ដោយក៏ស្ត្រីម្នាក់នេះនៅតែជួយគាំទ្រជួយគ្រាអ្នកជានិច្ចមិនអោយអ្នកដួលឡើយចុះអ្នកវិញមាននឹកឃើញដល់ស្ត្រីម្នាក់នេះដែរទេមានដែលជួយសម្រាប់ទុកស្ត្រីម្នាក់នេះដែរទេមានដឹងថាស្ត្រីម្នាក់នេះរងទុក្ខលំបាកដោយសារអ្នកខ្លាំងប៉ុណ្ណាទេប្រហែលជាអ្នកមើលមិនឃើញស្ត្រីម្នាក់នេះទេមើលទៅឬក៏មិនដឹងថាស្ត្រីម្នាក់នេះជាអ្នកណាហើយនៅទីណាស្ត្រីម្នាក់នេះមិននៅទីណាឆ្ងាយពីអ្នកឡើយគឺនៅក្បែរអ្នកនេះហើយស្ត្រីម្នាក់នេះគឺមិនអ្នកណាផ្សេងឡើយក្រៅអំពីអ្នកម៉ែព្រោះរាល់ពេលដែលកូនមានទុក្ខលំបាកមានតែម៉ែទេដែលជួយលួងលោមកូនជួយសម្រាលទុក្ខកូនជួយផ្ដល់ក្តីសង្ឃឹមនិងផ្ដល់ភាពកក់ក្ដៅដល់កូនអ្នកម៉ែរងទុក្ខច្រើនណាស់ដោយសារកូនក្នុងផ្នត់គំនិតរបស់ម៉ែគឺតែងតែគិតពីកូនព្រួយបារម្ភពីកូនគ្រប់ពេលវេលាទាំងអស់តែក្នុងផ្នត់គំនិតរបស់កូនមិនសូវគិតពីម៉ែឡើយកូនគិតអ្នកដទៃសំខាន់ជាងម៉ែទាំងដែលដឹងថាអ្នកដែលនៅក្បែរមើលថែរក្សាកូនជានិច្ចគឺមានតែម៉ែក៏ដោយក៏កូនមួយចំនួនខ្លះនៅតែចាត់ទុកមិត្តភ័ក្តិនិងសង្សារថាសំខាន់ជាងម៉ែឪទោះជាម៉ែលះបង់អ្វីគ្រប់យ៉ាងចំពោះកូនក៏កូននៅតែមិនខ្វល់ខ្វាយពីម៉ែមិនចាប់អារម្មណ៍នឹងអំពើល្អរបស់ម៉ែឡើយជីវិតរបស់ម៉ែគ្មានទេសេចក្តីសុខព្រោះសេចក្តីសុខរបស់ម៉ែគឺជាសេចក្តីសុខរបស់កូនបានន័យថាបើកូនមានសេចក្តីសុខម៉ែក៏មានសេចក្តីសុខដែរបើកូនមានទុក្ខម៉ែក៏ទុក្ខជាមួយនឹងកូនដូចគ្នាម៉ែពាក្យនេះពីរោះណាស់ក្នុងបេះដូងកូននៅមានចនិចលើបបោមាត់កូនព្រោះអ្នកជាអ្នកផ្ដល់កំណើតឲ្យកូនម៉ែផ្ដល់ឈាមគឺទឹកដោះដ៏មានព្រះគុណដែលមិនអាចកាត់ថ្លៃបានឲ្យកូនបើបឺតជញ្ជក់សឹងតែខ្សោះអស់ពីទ្រូងម៉ែហើយម៉ែខំតស៊ូយកបាត់ដៃថ្នាក់ថ្នម
ការពារថែរក្សាកូនដោយមិនគិតពីការនឿយហត់ខ្លួនឯងឡើយម៉ែព្យាយាមតស៊ូរកប្រាក់ឲ្យកូនបានសិក្សាទោះភ្លៀងផ្គរក្តៅរងាយ៉ាងណាម៉ែនៅតែមិនធ្ងោឲ្យកូនលឺម៉ែទ្រាំអត់ទ្រាំឃ្លានមានជំងឺក៏ព្រោះតែកូននេះគឺជាការពលិកម្មដ៏ធំធេងរបស់ម៉ែចំពោះកូនម៉ែជាព្រះព្រហ្មធំអស្ចារ្យម៉ែជាទេវតារក្សាកូនម៉ែថ្នាក់ថ្នមស្នេហ៍ក្បែរបុត្រស្ងួនម៉ែប្រឹងថែធួននួនពិសីម៉ែតែងតស៊ូបដូរជីវិតម៉ែមានដួងចិត្តពិតភក្តីម៉ែស្រឡាញ់កូនលើសអ្វីអ្វីម៉ែសែនល្អក្រៃថ្លៃជាងពេជ្រម៉ែហ៊ានលះបង់អ្វីទាំងអស់ម៉ែមានចិត្តស្មោះមិនកែកិច្ចម៉ែគិតពីកូនមិនដែលភ្លេចម៉ែល្អជានិច្ចចំពោះកូនម៉ែគឺជាព្រះល្អពេកក្រៃម៉ែតែងថ្នមបីថ្លៃមិស្ងួនម៉ែជាព្រះរស់របស់កូនម៉ែដូចជាក្បូនជួយកូនថ្លៃម៉ែតែងការពាររងាក្តៅម៉ែទុកសោកសៅតែមិនថ្វីម៉ែអាចទ្រាំបានប្រានរីងរៃម៉ែនៅភក្តីថ្លៃត្រានត្រើយម៉ែផ្ដល់ទឹកដោះឲ្យកូនបៅម៉ែតែងនឹកនៅចិត្តគៀកកើយម៉ែគិតពីកូនគ្មានពេលស្បាយម៉ែមិនខ្វល់ឡើយជីវិតម៉ែតើអ្នកដែលនិយាយថាខ្ញុំស្រឡាញ់ពុកម៉ែទៅកាន់គាត់ដែរឬទេអ្នកដែលធ្លាប់បានថ្វាយបង្គំពុកម៉ែដែរឬទេបើមិនទាន់ទេចូលអ្នកប្រញាប់ប្រញាល់ធ្វើឲ្យហើយទៅកុំឲ្យមានពាក្យថាពុកម៉ែកូនស្ដាយក្រោយណាស់ដែលមិនបាននិយាយពាក្យថាស្រឡាញ់ទៅកាន់ពុកម៉ែពុកម៉ែកូនស្ដាយក្រោយណាស់ដែលកូនមិនបានថ្វាយបង្គំពុកម៉ែពុកម៉ែកូនស្ដាយកំហុសណាស់ដែលកូនធ្វើខុសចំពោះពុកម៉ែពុកម៉ែកូនស្ដាយក្រោយណាស់ដែលកូនមិនដឹងថាពុកម៉ែគឺជាអ្នកមានគុណដ៏ធំធេងរបស់កូនពុកម៉ែកូនស្ដាយក្រោយណាស់ដែលកូនមិនទាន់បានសងគុណពុកម៉ែពាក្យទាំងអស់នេះតើបានប្រយោជន៍អ្វីទៅសម្រាប់ពុកនិងម៉ែ